មកសាក់ហាងកាហ្វេតែគេពងល្បីនៅកែបនេះហាងកាហ្វេហ្នឹងគឺខ្ញុំស្គាល់តាមគេ review ដែរទេសំខាន់មកដល់គឺស្អាតរបស់គេមែនហើយដល់ពេលងាយឡើងយប់ឡើងឯហ្នឹងបានមើល sunset ទៀតបើកន្លែងអង្គុយវិញក៏ធំទូលាយហើយមានឡើង2ជាន់ទៀតនិយាយទៅគឺហាងកាហ្វេនៅកែបហ្នឹងគឺប្លែកស្អាតមែនបើណាគេមកកែបអត់ដឹងតែហាងកាហ្វេណាទេអាចសាក់ហាងកាហ្វេហ្នឹងបានអញ្ចឹងសម្រាប់ទីតាំងវិញគឺជាមកមុខផ្សារក្តាមហ្នឹងទៅនឹងឃើញហាងកាហ្វេរបស់គាត់ហ្នឹងហើយនេះគឺជាតម្លៃ100នៅខាងគាត់អញ្ចឹងឲ្យមើលតាមហ្នឹងបានមានទាំងទូរីងមានទាំងម្ហូបអញ្ចឹងបើកន្លែងអង្គុយក៏ធំទូលាយមានឡើង2ជាន់ជាន់ខាងក្រោមមួយជាមួយនឹងជាន់ខាងលើមួយខ្ញុំប្រហែលមុនហ្នឹងគឺជាន់ខាងក្រោមអញ្ចឹងដល់ពេលឡើងទៅដល់ហ្នឹងទៅដល់ជាន់ខាងលើហ្នឹងហើយដែលផ្លៃហ្នឹងគឺខ្ញុំទៅហ្នឹងចំពេលល្ងាចឡើងទេសភាពក៏ស្អាតខ្យល់ក៏ចាក់ស្រួលទៀតទៅអែមការខ្ញុំទៅហ្នឹងប្រហែលជាថ្ងៃធម្មតាអញ្ចឹងមិនមែនថ្ងៃចុងសប្តាហ៍ឬមួយក៏បនទានអីទេអញ្ចឹងទៅអានឹងហ៊ានស្ងាត់តិចទេតែគ្រាន់តែបើសិនជាណាគេមាន plan មកដល់លេងកែបអីហ្នឹងគឺរកហាងកាហ្វេអាចមកសាហាងកាហ្វេគាត់នឹងបាននិយាយទៅគឺខ្ញុំ recommend ហ្មងមកហាងកាហ្វេហ្នឹងអញ្ចឹងកន្លែងអង្គុយក៏ធំទូលាយហើយសួរអង្គុយទៀតហើយទៅដល់ហ្នឹងខ្ញុំក៏បានកំង matcha latte មួយដែរអញ្ចឹងដោយសារតែល្ងាចឡើងអញ្ចឹងទេគឺខ្ញុំអត់ញ៉ាំកាហ្វេទេខ្ញុំញ៉ាំ matcha វិញបើតម្លៃវិញគឺ matcha មួយកែវហ្នឹងតម្លៃ3រសជាតិក៏ឆ្ងាញ់គួរសមដែរហើយពេលដែលញ៉ាំទៅគឺឈ្ងុយ matcha ទៀត